សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សិក្សា Tech Academy ហើយថ្ងៃនេះដែរយើងមានវីដេអូបង្រៀនខ្លីមួយទាក់ទងនឹង PIR sensor ហើយនៅក្នុងវីដេអូនេះដែរអ្នកទាំងអស់គ្នានឹងអាចស្វែងយល់ថាតើអ្វីទៅជា PIR sensor ហើយដំណើរការរបស់វាយ៉ាងដូចម្តេចនិងការធ្វើពិសោធន៍និងអនុវត្តជាមួយនឹង PIR sensor ផ្ទាល់តែម្ដងហើយ PIR sensor ឈ្មោះពេញរបស់វាគឺ Passive Infrared Sensor ហើយគេបានរចនាវាឡើងគឺក្នុងគោលបំណងដើម្បីកំណត់សម្គាល់ចលនាឬក៏ movement របស់វត្ថុមនុស្សឬក៏សត្វតាមរយៈ range ដែលយើងចង់កំណត់វាហើយវាថា passive infrared មានន័យថា PIR sensor ហ្នឹងគឺវាមិនបញ្ចេញថាមពលដោយខ្លួនឯងទេវាខុសពី sensor ដទៃទៀតគឺPIR sensor វានឹងចាប់យកកម្ដៅឬក៏ detect heat ចេញពីវត្ថុឬក៏មនុស្សដែលឆ្លងកាត់ detection zone របស់ PIR sensor ហ្នឹងហើយវាការ detect ថាមពលកម្ដៅចេញពីមនុស្សហ្នឹងគឺវាប្រើប្រាស់ថាមពលវិទ្យុសកម្ម infrared ដើម្បីចាប់យកកម្ដៅចេញពីវត្ថុឬក៏មនុស្សហ្នឹងហើយដំណើរការរបស់ PIR sensor ហ្នឹងគឺវាប្រើប្រាស់នៃ pyroelectric វាបង្កើត voltage នៅពេលដែលពួកវាប៉ះពាល់ជាមួយនឹងកម្ដៅដែល detect បានពីវិទ្យុសកម្ម infrared អញ្ចឹងដំណើរការនៃការ detect ហ្នឹងគឺវាមានចែកចេញជាពីរ slot ដូចយើងឃើញនៅក្នុងហ្នឹងគឺនៅពេលដែលវាប៉ះ slot 1 signal របស់វានឹង high នៅពេលដែលវាប៉ះ slot ទី2 signal របស់វានឹងត្រឡប់ទៅភាពដើមរបស់វាវិញគឺ low ហើយដំណើរការនៃការប្រែប្រួលនោះដែរគឺយើងអាចសំដៅមកថាវាមាន motion ឬក៏ចលនាឆ្លងកាត់ sensor PIR sensor របស់យើងហ្នឹងហើយគេអាចយកតម្លៃរបស់វាហ្នឹងទៅអនុវត្តក្នុងការប្រើប្រាស់ជាការ detect នៃចលនារបស់មនុស្សអញ្ចឹងគេអាចប្រើប្រាស់នៅក្នុងគេហដ្ឋានដូចជាបិទបើកទ្វារដែលសុវត្ថិវត្តបិទបើកភ្លើងឬក៏ការពារប្រព័ន្ធសុវត្ថិភាពជាដើមហើយដើម្បីងាយយល់នឹងកាន់តែច្បាស់គឺយើងអាចធ្វើការពិសោធន៍និងអនុវត្តជាមួយនឹង PIR sensor យើងតែម្ដងគឺយើងមានmicrocontroller ដែលជាខួរក្បាលរបស់វាគឺយើងប្រើប្រាស់ microbit ហើយយើងមាន extension board និង PIR sensor ព្រមទាំង booster អញ្ចឹងនៅក្នុងការពិសោធន៍ហ្នឹងដែរការអនុវត្តហ្នឹងដែរគឺយើងនឹងធ្វើនៃប្រព័ន្ធ detect motion មនុស្សហើយឲ្យវា alert ទៅជាសំឡេងអញ្ចឹងនេះជាតារាង table ក្នុងការ connection ហើយនេះជា signal ក្នុងការតភ្ជាប់ជើង sensor ទៅ microbit ហើយនេះជា block coder ដែលយើងប្រើប្រាស់នៅក្នុង Tinkercad កម្មវិធី simulator ហើយនេះជា final result អញ្ចឹងបន្តមកយើងនឹងចូលទៅក្នុងកម្មវិធី Tinkercad ក្នុងការអនុវត្តផ្ទាល់តែម្ដងបាទសូមអរគុណជំរាបតបទៅអ្នកទាំងអស់គ្នាគ្រាន់ចូលទៅក្នុង browser របស់អ្នកទាំងអស់គ្នាហើយបើក Tinkercad មកយើងបង្កើត new project យើងដាក់ឈ្មោះអីដែលយើងចង់បានមកតមកយើងនឹង search មើល component មានដូចជា microbit PIR sensor របស់យើងហើយនិង booster របស់យើងនឹងបន្តមកយើងគ្រាន់តែ connect ខ្សែទៅកាន់ pin microbit របស់យើងដោយ follow តាមតារាង connection ដែលខ្ញុំបានបង្ហាញមុនហ្នឹងហើយនឹង follow តាម block code ដែលខ្ញុំបានដាក់មុនហ្នឹងទៅអញ្ចឹងទៅយើងនឹងអាចធ្វើការ simulate ជាមួយនឹង PIR sensor របស់យើងបានអញ្ចឹងការតេស្តយើងដូចយើងឃើញហ្នឹងគឺនៅពេលដែលមាន object ប៉ះមុខ PIR sensor គឺវានឹង load លើសំឡេង booster ហ្នឹងអញ្ចឹងពេលដែលអត់មាន object ទេគឺវានឹងស្ងាត់វិញអញ្ចឹងការធ្វើ testing របស់យើងគឺមានតែប៉ុណ្្នឹងអញ្ចឹងយើងអាចជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ